សារព័ត៌មានរបស់ថៃជាច្រើនបានចុះផ្សាយហើយចុងក្រោយនេះគឺខៅសូតវាជាភាសាអង់គ្លេសដែលខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាវាជាដំណឹងមួយរីករាយពាក់កណ្ដាលគឺអ្នកនាំពាក្យកងទ័ពថៃបានបញ្ជាក់ថាការដោះលែងយុទ្ធជនកម្ពុជាចំនួន18រូបនោះគ្រោងនឹងត្រឡប់មកកម្ពុជាវិញគឺនៅថ្ងៃទី12ខែវិច្ឆិកាដែលបានផ្សាយក្នុងពេលកន្លងមកគឺឥឡូវនេះខាងយោធាថៃកំពុងតែនៅពិចារណាថានឹងដោះលែងនៅថ្ងៃនោះដោយបានបញ្ជាក់យ៉ាងច្បាស់នៅលក្ខខណ្ឌចំនួន2គឺការដកអាវុធធុនធ្ងន់និងគ្មានការរារាំងដល់ការដោះមីននោះទេបាទគឺកាលពីថ្ងៃទី6ខែវិច្ឆិកានេះគឺនៅទីបញ្ជាការកងទ័ពភូមិន្ទថៃគឺលោកឧត្តមសេនីយ៍តូវិនថៃស៊ូរាវីអ្នកនាំពាក្យកងទ័ពថៃបានថ្លែងថាការធ្វើមាតុភូមិនិវត្តយុទ្ធជនកម្ពុជាទាំង18រូបនោះគឺស្ថិតនៅក្នុងការពិចារណានិងរៀបចំបាទគាត់ប្រាប់ពិចារណាហើយនឹងរៀបចំពេលវេលាដែលអាចធ្វើទៅបានសម្រាប់ការដោះលែងដែលត្រូវធ្វើឡើងបន្ទាប់ពីការដកអាវុធធុនធ្ងន់ដំណាក់កាលទី1និងមិនមានការរារាំងដល់ប្រតិបត្តិការដោះមីនដែលកំពុងដំណើរការនៅក្នុងតំបន់នោះពីមុនមកមានសេចក្តីរាយការណ៍ថាកងទ័ពបានសម្របសម្រួលជាមួយនឹងបញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរីនិងត្រាតដើម្បីរៀបចំទីតាំងនិងកន្លែងស្នាក់នៅសម្រាប់ការដោះលែងឆ្លើយសឹកកម្ពុជាចំនួន18នាក់នៅច្រកព្រំដែនអចិន្ត្រៃយ៍បានផាក់កាតស្រុកពងណាំរុនខេត្តចន្ទបុរីនៅថ្ងៃទី12ខែវិច្ឆិកាយុទ្ធជនកម្ពុជាចំនួន18នាក់នោះត្រូវបានចាប់ខ្លួនដោយកងទ័ពពីយុទ្ធភូមិភាគទី2បន្ទាប់ពីការប៉ះទង្គិចគ្នានៅតំបន់សំទេស្រុកគុនធីរៈខេត្តស៊ីសាកេតកាលពីថ្ងៃទី19ខែកក្កដាហើយទៅបានឃុំខ្លួនអស់រយៈពេល101ថ្ងៃមកហើយនេះគឺតាមសារព័ត៌មានថៃណាគាត់សរសេរក្នុងខេត្តរបស់គាត់ហ្នឹងដើម្បីចង់បញ្ជាក់ថាខ្មែរចូលដីគាត់បាទចុះខ្ញុំយកខាងថៃរបស់ខ្ញុំអានតាមអញ្ចឹងសូមអធិស្ឋានណាបាទបើតាមកាសែត The Nation កងទ័ពជើងគោកថៃបានសម្របសម្រួលជាមួយនឹងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរីត្រាតដើម្បីរៀបចំការដោះលែងយុទ្ធជនកម្ពុជាទាំង18នាក់នៅចំណុចត្រួតពិនិត្យអចិន្ត្រៃយ៍បានផាក់កាត់បាទនៅថ្ងៃទី12ខែវិច្ឆិកានេះគឺ Nation បានរាយការណ៍អញ្ចឹងដែរណាកាសែត The Nation ក៏បានបន្ថែមទៀតថារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃលោកឧត្តមសេនីយ៍ណាត់ផុនណាក់ផានិតបានបង្ហាញថាថៃបានស្នើឲ្យមានប្រតិបត្តិការរួមគ្នាជាមួយនឹងកម្ពុជាដើម្បីបោះសម្អាតមីនតាមបណ្ដោយព្រំដែនចំនួន13កន្លែងប៉ុន្តែភាគីកម្ពុជាបានយល់ព្រមបន្តជាមួយនឹងតំបន់សាកល្បងតែ5ប៉ុណ្ណោះជាពិសេសតំបន់ជុំវិញប្រាសាទតាក្របីក្នុងស្រុកភ្នំដងរ៉ាក់បាទដងរែកបាទភាសាខ្មែរដងរែកបាទខេត្តសុរិនដែលស្ថិតនៅក្នុងទឹកអធិបតេយ្យភាពរបស់ថៃមិនត្រូវបានកម្ពុជាទទួលយកសម្រាប់ការដាក់បញ្ចូលក្នុងដំណាក់កាលដំបូងនោះទេបាទអញ្ចឹងគឺសារព័ត៌មានថៃគាត់និយាយអញ្ចឹងណាគាត់ថាដោយសារគាត់ថាប្រាសាទតាក្របីហ្នឹងនៅក្នុងទឹកដីរបស់គាត់អញ្ចឹងខ្ញុំសូមអានតាមរបស់គាត់អញ្ចឹងគឺគាត់ថាការដោះមីនជុំវិញប្រាសាទតាក្របីហ្នឹងគឺកម្ពុជាមិនទាន់ព្រមទេអញ្ចឹងជាដំណឹងដល់ប្រិមិត្តមួយចំនួនដែលមានការព្រួយបារម្ភក្នុងពេលកន្លងមកគឺមានចំនួន5កន្លែងបាទប៉ុន្តែលើកឡើងតែកន្លែងនៅប្រាសាទតាក្របីហ្នឹងគឺកម្ពុជាមិនទាន់ព្រមទេឧត្តមសេនីយ៍ណាតផុនបានមានប្រសាសន៍ថាយើងនឹងបន្តទៅមុខទៀតក្នុងការដោះមីននៅតំបន់ទាំង5ដែលបានព្រមព្រៀងជាមួយគ្នាសិននៅពេលដែលតំបន់ទាំងនោះត្រូវបានបញ្ចប់យើងនឹងពិនិត្យមើលតំបន់ចំនួន8នៅសេសសល់ប្រសិនបើវឌ្ឍនភាពបន្តទៅមុខដោយរលូនបរិយាកាសនឹងប្រសើរឡើងជាលំដាប់បាទនេះគឺជាជំហររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃបាទវាតកតងគ្នាជាមួយនឹងលក្ខខណ្ឌដែលខាងថៃបាននិយាយថាដោះលែងយុទ្ធជនរបស់កម្ពុជា18រូបហ្នឹងគឺមានការដកអាវុធហើយនឹងកិច្ចសហប្រតិបត្តិការលើការដោះមីនហ្នឹងបាទអញ្ចឹងនេះគឺជាការវិវត្តមួយដែលយើងរីករាយខ្លះសិនដែរប៉ុន្តែមិនទាន់ជាបាទរីករាយទាំងស្រុងនោះទេបាទតាមធម្មតាគឺដូចខ្ញុំបានជម្រាបប្រិមិត្តពីមុនមកហើយខ្ញុំថាចន្លោះពី1សប្តាហ៍ទៅ2សប្តាហ៍បើសិនជាមានការដោះលែងដោយសន្តិចិត្តពិតប្រាកដមែនពីព្រោះវាតាក់ទងជាមួយនឹងអង្គការកាកបាទក្រហមអន្តរជាតិហ្នឹងទៅជូនពីពួកគាត់ជាអ្នកសម្របសម្រួលការងារហ្នឹងគឺខាងភាគីថៃទៅជូនដំណឹងទៅគាត់ទៅមកពិនិត្យមើលសុខភាពមើលអីហ្នឹងបាទក្តារស្នាមបញ្ជូនត្រឡប់មកវិញឆ្លើយតបដាក់ណាត់ពេលហ្នឹងបាទដូច្នេះពេលវេលាហ្នឹងវាទៅនៅក្នុងរង្វង់ពី1ទៅ2សប្តាហ៍ហ្នឹងឯងបាទបើសិនជាលើសពីនេះវាជារឿងនយោបាយហើយជារឿងចេតនាមួយដែលថៃគាត់ប្រើហើយពីព្រោះគាត់មិនអាចយក
លក្ខណៈបច្ចេកទេសមកជាហេតុផលបានទៀតទេលក្ខណៈបច្ចេកទេសគឺថាចង់បន្ទោសខាង ICRC ដែលមកពិនិត្យសុខភាពយឺតឬក៏យ៉ាងម៉េចឬក៏ដោះលែងឬក៏រៀបឯកសារអីមិនពីព្រោះចាប់ទៅមិនមែនចាប់ទៅឲ្យប្រឡែងមកវិញស្រួលទេតែមានឯកសារមានអីជាផុសតាងជាថាទទួលដោះលែងអីហ្នឹងបាទត្រឹមត្រូវដែរណាបាទអញ្ចឹងនេះគឺជាព័ត៌មានទី1បាទព័ត៌មានទី1រីឯព័ត៌មានទី2វិញគឺបាទជាសកម្មភាពខាងតាក់ទាញខាងវិនិយោគិនសហរដ្ឋអាមេរិកហើយនិងកាណាដាប៉ុន្តែខ្ញុំសូមដកស្រង់ពីជ្រុងនៅសហរដ្ឋអាមេរិកនេះទេបាទបើតាមការផ្សាយរបស់លោកស៊ុនចន្ទថុលបាទដែលជាឧបនាយករដ្ឋមន្ត្រីរបស់កម្ពុជានិងជាអនុប្រធានទី1នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបាទលោកបានបង្ហោះជាបន្តបន្ទាប់តាំងពីយប់មិញនៅមកអាមេរិកនេះគឺនៅប្រទេសកម្ពុជានេះគឺពេលព្រឹករហូតដល់ល្ងាចនេះមុននេះ1ម៉ោងជាងខ្ញុំមើលគាត់នៅតែបង្ហោះនៅឡើយទេគឺបង្ហោះជាចុងក្រោយគឺបង្ហាញអំពីសកម្មភាពដែលប្រតិភូកម្ពុជាមកតាក់ទាញវិនិយោគិនពីសហរដ្ឋអាមេរិកនេះទៅបាទហើយនៅក្នុងប្រតិភូនោះមានច្រើនណាមានសមាជិកភាពនឹងច្រើនមានតាំងពីក្រសួងទេសចរក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ហើយមានខាងសមាគមអង្គការរបស់កម្ពុជានោះក៏ចូលរួមផងដែរគឺមកហើយនឹងមានលោកឯករដ្ឋទូតរបស់កម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកហ្នឹងក៏ចូលរួមនៅក្នុងដំណើរនឹងដែរដើម្បីជួបជាមួយនឹងក្រុមវិនិយោគិនឬក៏ខាងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកលើកនេះខ្ញុំមើលទៅឃើញបានជួបជាមួយនឹងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកច្រើនហើយដំណើរនេះគឺចាប់ពីថ្ងៃទី4ហើយនៅថ្ងៃ5ម្សិលមិញក៏បើតាមលោកស៊ុនចន្ទថុលលោកបញ្ជាក់ថាគឺជាថ្ងៃចុងក្រោយបាទហើយដំណើរមកសហរដ្ឋអាមេរិកហ្នឹងគឺមានចាប់ផ្ដើមដោយមានការពិភាក្សាជាមួយនឹងក្រុម USABC ដែលគេហៅ US Asian Business Council បាទសកតា USABC គឺជាក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានបានមានពិធីរៀបចំតុមូលហ្នឹងដែលកម្ពុជាបង្ហាញអំពីកាលានុវត្តភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាហ្នឹងថាតើមានយ៉ាងម៉េចហើយនឹងមានស្ថានភាពសម្របសម្រួលយ៉ាងម៉េចក្រោយពីកម្ពុជាហើយនឹងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីថ្ងៃទី26ខែតុលាកន្លងទៅនេះដែលកម្ពុជាបានទម្លាក់ពន្ធលើបញ្ហាមួយចំនួនដល់ 0% បាទដែលមានលក្ខណៈអំណោយផលសម្រាប់សហរដ្ឋអាមេរិកមកលោកប្រើពាក្យថាឲ្យកម្ពុជានឹងដើរតួមជ្ឈមណ្ឌលផលិតកម្ម manufacturing hub អានេះថាកន្លែងដែលផលិតនៅកន្លែងហ្នឹងដើម្បីផ្គត់ផ្គង់បាទមកទីផ្សារអាស៊ានហើយនឹងទីផ្សារពិភពលោកបាទតាមរយៈពាណិជ្ជកម្មសេរីនានាបាទអញ្ចឹងបានន័យថាបើក្នុងពេលនេះប្រិមិត្តមួយចំនួនដែលមិនដឹងគឺថាតើក្រុមហ៊ុនអាមេរិកធំគេទៅផលិតនៅកម្ពុជាយ៉ាងម៉េចគឺទីផ្សារយើងតូចគេមិនគិតគេមិនអាចយើងមិនអាចនឹងប្រើប្រាស់របស់គេបានច្រើនទេកម្ពុជាមិនមែនសម្លឹងមើលច្រកហ្នឹងទេកម្ពុជាសម្លឹងមើលយកកម្ពុជានឹងធ្វើជា manufacturing hub គឺការភាសាខ្មែរហៅថាមជ្ឈមណ្ឌលផលិតកម្មបាទមជ្ឈមណ្ឌលផលិតកម្មហ្នឹងដើម្បីយកក្រុមហ៊ុនធំៗទៅផលិតនៅហ្នឹងហើយនាំចេញទៅវិញបាទនឹងឯងដែលជាគោលដៅរបស់កម្ពុជាពេលបច្ចុប្បន្ននេះហើយចឹងដូច្នេះត្រូវមានការសម្របសម្រួលឲ្យច្រើនណាដូចជាអ្នកនៅអាមេរិកសម្រាប់បុកកញ្ចក់តិចអ្នកនៅអាមេរិកនេះបាទបងរីឆាតដឹងលោកលៀងសំឲ្យដឹងក្រុមហ៊ុនខ្លះទេលេហ្វូនទៅហ្នឹងចាំអ្នកលើកឆ្លើយទូរស័ព្ទយើងហ្នឹងនៅណានៅហ្វីលីពីននោះទេបាទនៅឥណ្ឌានោះទេបាទក្រុមហ៊ុនមួយចំនួនណាអ្នកឆ្លើយនៅហ្នឹងទេគេ outsource ទៅក្រុមហ៊ុនទាំងអស់នោះបាទទៅដល់ហ្នឹងនិយាយបើខ្ញុំវិញនិយាយពេលខ្លះនិយាយជាមួយអ្នកទាំងចង់ខឹងទៅវិញពីព្រោះខ្ញុំនិយាយសំឡេងខ្មែរប៉ុណ្ណឹងជាសំឡេងបរោះធម្មតាហើយបាទប៉ុន្តែដល់ទៅពេលនិយាយអង់គ្លេសសំឡេងទូជាងហ្នឹងមិនអាចកឡោដូចអាមេរិកកាំងតែបានពួកនោះហៅខ្ញុំតែម៉ែអ្នកស្រីរហូតបាទអញ្ចឹងគាត់និយាយលេងទីណាបាទអញ្ចឹងដូច្នេះនេះគឺជាអ្វីដែលកម្ពុជាកំពុងតែធ្វើហើយតាមរយៈប្រតិភូរបស់លោកកម្ពុជាដឹកនាំដោយលោកស៊ុនចន្ទថុលហ្នឹងហើយគឺខ្ញុំមិនសូមបញ្ចូលរៀបរាប់ទាំងអស់ទេគឺអ្វីដែលខ្ញុំសង្កេតឃើញហ្នឹងគឺមានទាំងជួបជាមួយនឹងក្រុមហ៊ុន Pfizer ក្រុមហ៊ុនឱសថរបស់សហរដ្ឋអាមេរិកដ៏ធំក្រុមហ៊ុន Pfizer យើងដែលចាប់តាមល្បីនៅពេលមានជំងឺ Covid ហ្នឹងបាទក្រុមហ៊ុន Pfizer ហើយនៅក្នុងហ្នឹងគឺតាមរយៈសារ Facebook របស់លោកស៊ុនចន្ទថុលហ្នឹងជាមួយនឹងក្រុមហ៊ុន Pfizer ហ្នឹងលោកបានសង្កត់ធ្ងន់ពីឆន្ទៈក្នុងការធ្វើការរួមគ្នាដើម្បីធានាថា
ផលិតផល Pfizer អាចចូលទៅដល់ទីផ្សារកម្ពុជាបានកាន់តែលឿននិងទូលំទូលាយជាពិសេសជាមួយនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកនាពេលនេះនឹងផ្ដល់នូវអំណោយផលបន្ថែមទៀតរវាងប្រទេសទាំងពីរបាទកម្ពុជាស្នើឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយការវិនិយោគនៅក្នុងវិស័យសុខាភិបាលការផលិតឱសថនិងបច្ចេកវិទ្យាជីវសាស្ត្របាទដោយទទួលបានការលើកទឹកចិត្តតាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជាបាទហើយអញ្ចឹងបាទគឺកម្ពុជានឹងក៏ជំរុញឲ្យមានការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរហើយក៏មានទៅជួបជាមួយនឹងក្រុមហ៊ុន HP បាទដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដែលមានខាងផ្នែកបច្ចេកវិទ្យាព័ត៌មានហើយនាំមកគេលើពិភពលោកនោះក៏មានការទៅជួបនឹងផងដែរបាទហើយខ្ញុំសូមបញ្ចូលលម្អិតទៀតគឺខាងទីកម្ពុជានោះបានបញ្ជាក់អំពីសក្តានុពលដែលរីកចម្រើននៅក្នុងវិស័យឧស្សាហកម្ម Digital ដែលកម្ពុជាផ្ដល់ជាវិស័យអាទិភាពបាទហើយគឺកម្ពុជាតាក់ទាញបាទធ្វើឲ្យពិចារណាបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជាដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុននោះផងដែរបាទហើយក៏មានជួបជាមួយនឹងក្រុមហ៊ុនបាទស្ថាប័ននៃបាទចូលដល់ព័ត៌មានហ្នឹងខ្ញុំសូមចាក់នេះបដាបាទមកនេះគឺជារូបភាពណារូបភាពដែលកម្ពុជាបានជួបខ្ញុំភ្លេចដាក់រូបនឹងឲ្យមើលបាទគឺមានជួបក្រុមហ៊ុនផ្សេងជាច្រើនណាក្រុមហ៊ុនផ្សេងជាច្រើនដែលហើយក៏មានជួបជាមួយនឹងខាងបាទខាងក្រុមហ៊ុនខាងអភិវឌ្ឍសាជីវកម្មបាទសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិកផងដែរបាទគឺមានការជួបច្រើនណាស់អញ្ចឹងគឺកម្ពុជាក្រោមការដឹកនាំប្រតិភូរបស់លោកស៊ុនចន្ទថុលបានខិតខំតាក់ទាញវិនិយោគិនរបស់សហរដ្ឋអាមេរិកបាទអ្វីដែលខ្ញុំជម្រាបជូនប្រិយមិត្តបានហ្នឹងគឺការដែលមកតាក់ទាញអញ្ចឹងមិនមែនមានន័យថាយើងទទួលបានភ្លាមគេគាត់ណាមកគេទៅទេបាទនេះគឺជាការមួយដែលយើងត្រូវតែបោះដៃមកក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកបាទពីព្រោះក្រុមហ៊ុនសហរដ្ឋអាមេរិកគាត់មានតម្រូវការច្រើនក្នុងការអាចទៅវិនិយោគទុនបានអញ្ចឹងត្រូវការពេលវេលាច្រើនណាស់ណានៅក្នុងការរៀបចំហើយនៅតើការដែលក្រុមហ៊ុនហ្នឹងគេកំពុងតែវិនិយោគនៅកន្លែងណាតើគេអាចគេថា shift ឬក៏បង្កើនឬក៏ផ្ទេរការងារពីកន្លែងណាមកកន្លែងណាគេមើលទីផ្សាររបស់គេដែរអញ្ចឹងនេះគឺជាការវិវត្តជាមួយនឹងសហរដ្ឋអាមេរិកក៏ប៉ុន្តែក៏គេថាជាការមួយដែលកម្ពុជាខិតខំបង្ហាញឲ្យដឹងផងដែរបាទដូចខ្ញុំបាននិយាយអញ្ចឹងលោកស៊ុនចន្ទថុលអ្នកទៅពី Maryland ណាបាទតាមគាត់ប្រាប់ខ្ញុំថាគាត់នៅ Maryland ពេលដែលមកប្រូខ្ញុំរកមុនជួបគ្នាហ្នឹងគាត់ថានៅ Maryland អញ្ចឹងអ្នកខ្មែរអាមេរិកាំងបាទហើយទន្ទឹមនឹងជួបហ្នឹងគឺក៏មានជួបជាមួយនឹងចុងក្រោយហ្នឹងគឺមិនចុងក្រោយគឺកាលពីថ្ងៃម្សិលមិញបាទថ្ងៃម្សិលមិញហ្នឹងគឺបានជួបជាមួយនឹងលោកស្រីសមាជិកព្រឹទ្ធសភានៅក្នុងរូបហ្នឹងគឺសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកគឺអ្នកស្រី Tammy Duckworth បាទនៅក្នុងរូបឈរហ្នឹងគឺអ្នកស្រី Tammy Duckworth ហ្នឹងលោកស្រីជាសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបាទសហរដ្ឋអាមេរិកគឺធំណាស់បាទទូទៅមិនមែនប្រចាំរដ្ឋមួយទេរបស់សហរដ្ឋអាមេរិកហើយដែលមកពីរដ្ឋ Illinois អ្នកស្រីគឺជាសមាជិកព្រឹទ្ធសភានៃគណៈបកប្រជាធិបតេយ្យបាទហើយបានជួបពិភាក្សាហ្នឹងបើយោងតាម Facebook របស់លោកស៊ុនចន្ទថុលគឺមានការពិភាក្សាផ្ដោតទៅលើការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចការជំរុញវិនិយោគដោយមានការគិតគូរពីនិរន្តរភាពសម្ដៅលើកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជាហើយនិងសហរដ្ឋអាមេរិកក៏ដូចជាឱកាសថ្មីទៀតបាទកាលានុវត្តភាពថ្មីសម្ដៅពង្រឹងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅថែមទៀតដើម្បីផលប្រយោជន៍រវាងកម្ពុជាជាមួយនិងសហរដ្ឋអាមេរិកបាទនេះគឺជាការវិវត្តមួយដែលក្រោយពីចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងដែលលោកប្រធានាធិបតី Donald Trump បានចុះជាមួយនឹងលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជានៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26ខែតុលាមកគឺកម្ពុជាបាទមិនសំចៃពេលបាទបោះដៃមកសហរដ្ឋអាមេរិកនេះដើម្បីតាក់ទាញវិនិយោគិនបន្ថែមទៀតពីសហរដ្ឋអាមេរិកបាទនេះគឺជាការវិវត្តបាទការវិវត្តដែលមានលក្ខណៈវិជ្ជមានរវាងសហរដ្ឋអាមេរិកហើយនិងកម្ពុជាព័ត៌មានទី3នេះគឺជាការផ្សាយរបស់កាសែត Khawsod បាទ Khawsod ជាភាសាអង់គ្លេសបានបញ្ជាក់ថាតបតាមការយាងរបស់ប្រធានាធិបតីនៃប្រទេសចិនបាទលោកស៊ីជីនពីងគឺព្រះមហាក្សត្រនិងព្រះមហាក្សត្រិយានីនៃប្រទេសថៃគឺព្រះមហាក្សត្រមហាវិជ្ជរាលង្កន
នឹងព្រះមហាសីមិនព្រះមហាសីព្រះមហាក្សត្រីនេះក៏នឹងយាងទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋជាផ្លូវការជាលើកដំបូងហើយពីថ្ងៃទី13ដល់ទី17ខែវិច្ឆិកាឆ្នាំ2025នេះបាទបើយោងតាមក្រសួងការបរទេសរបស់ប្រទេសថៃហ្នឹងគឺថានេះគឺជាលើកទី1ហើយដែលព្រះមហាក្សត្ររបស់ប្រទេសថៃយាងទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិនចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតជាផ្លូវការអស់រយៈពេល50ឆ្នាំមកហើយបាទគឺបើយោងតាមកាសែតខៅសូតដកសំពីក្រសួងការបរទេសរបស់ថៃនោះបានដឹងថាក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល5ថ្ងៃនេះគឺព្រះមហាក្សត្រថៃក៏នឹងចូលរួមនៅក្នុងកិច្ចពិភាក្សាជាផ្លូវការនឹងជាច្រើនបាទដែលមានជួបនៅក្នុងសាលមហាសាលរបស់ប្រជាជនចិនបាទជួបជាមួយនឹងសម្ដេចការគួសំនិងជាមួយនឹងប្រធានាធិបតីចិនលោកស៊ីជីនពីងហើយក៏ជួបជាមួយនឹងនាយករដ្ឋមន្ត្រីរបស់ចិនលោកលីជៀងហើយនឹងក៏មានពិធីជប់លៀងថ្វាយព្រះអង្គផងដែរបាទនៅក្នុងមហាសាលប្រជាជនចិនបាទអញ្ចឹងនេះគឺជាការវិវត្តមួយទៀតហើយនៅក្នុងច្រកនៃប្រទេសចិនជាមួយនឹងប្រទេសថៃបាទអញ្ចឹងប្រិមិត្តតាមដានមើលការវិវត្តបែបនេះណាពីព្រោះថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាជាមួយនឹងសហរដ្ឋអាមេរិកជាយូរមកហើយឥឡូវនេះការវិវត្តនេះគឺមានការងាកទៅចិនកាន់តែច្រើនឡើងរហូតដល់មានព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្ររបស់ថៃទៅទីនោះផងដែរបាទនេះគឺជាព័ត៌មានទី3ណា